សូមស្វាគមន៍មកកាន់ការរៀនភាសាអង់គ្លេស Reading Power Builder គឺជាការអានឲ្យយល់ហើយមេរៀនទាំងអស់នេះជួយឲ្យអ្នកអានភាសាអង់គ្លេសងាយយល់គ្រប់អត្ថបទក្នុងនោះដែរមាន100មេរៀនដើម្បីហ្វឹកហាត់ទី1ចូលមើលរូបភាពឲ្យយល់មុននឹងអានមេរៀនទី2ចូលអានអត្ថបទឲ្យយល់ហើយចាំទី3ចូលធ្វើលំហាត់គ្រប់ចំណុច A B C D and E 4ត្រូវផ្ទៀងផ្ទាត់ជាមួយចម្លើយដែលមាន5ត្រូវតែយល់ឲ្យច្បាស់គ្រប់មេរៀនទាំងអស់ហើយអានដដែលរាល់ថ្ងៃ consistency រហូតដល់យល់ចូលចិត្ត Wings for people. It's fun to fly. Birds and bees fly. They have wings. People wanted to fly too, but people have no wings. So they had to find other ways. They made big balloons, but balloons can't go very far or fast. Then people made jets. Jets can go a long way in a short time, but people still couldn't fly alone. Then people made wings. Now some people can fly. People have to learn how to use the wings. Fun. មេរៀន It's hard ទី work, 2ស្លាប but it's របស់ fun. មនុស្សវាគឺជាការសប្បាយរីករាយណាស់ក្នុងការហោះហើរសត្វបក្សីនិងឃ្មុំពួកវាមានស្លាបអាចហោះហើរបានមនុស្សក៏ចង់ហោះហើរដែរប៉ុន្តែមនុស្សមានស្លាបនោះទេដូច្នេះហើយពួកគេត្រូវរកវិធីផ្សេងទៀតដើម្បីហោះហើរឲ្យបានពួកគេបានបង្កើតប៉ោងធំដើម្បីហោះហើរលើអាកាសប៉ុន្តែប៉ោងវាមិនអាចហោះហើរទៅបានឆ្ងាយឬលឿននោះទេបន្ទាប់មកមនុស្សបានបង្កើតយន្តហោះហើយយន្តហោះអាចហោះហើរទៅបានឆ្ងាយក្នុងពេលដ៏ខ្លីប៉ុន្តែមនុស្សនៅតែមិនអាចហោះហើរដោយខ្លួនឯងបានដដែលបន្ទាប់មកមនុស្សបានបង្កើតស្លាបសម្រាប់ហោះហើរដោយខ្លួនឯងផ្ទាល់ឥឡូវនេះពួកគេខ្លះអាចហោះហើរបានប៉ុន្តែពួកគេត្រូវរៀនពីរបៀបប្រើប្រាស់ស្លាបដើម្បីហោះហើរវាជាការងារដ៏លំបាកប៉ុន្តែវាជាការសប្បាយរីករាយណាស់ពេលដែលបានហោះហើរ Well, did you understand? Read each question. Right or B. 1. What is this story about? A. Flying very far and fast. B. People finding ways to fly. 2. How did people first fly? A. They made big balloons. B. They made jet planes. 3. How are jets and balloons the same? A. They both can go very fast. B. They both can stay up in the air. For what is flying in a jet most like? A. Walking very fast. B. Flying like a bird. 5. What do people use the new wings for? A. Flying like a bird and having fun. បន្ទាប់អំពីអាន B. អត្ថ Getting បទ far ខាង away លើ very តើអ្នក fast. យល់ក្នុងអត្ថបទនេះបានកម្រិតណាចូលអានសំណួរទាំងអស់ហើយជ្រើសរើសកឬខលេខ1តើសាច់រឿងនេះស្ដីអំពីអ្វីកការហោះហើរបានឆ្ងាយនិងមានល្បឿនលឿនខមនុស្សរកវិធីដើម្បីហោះហើរលេខ2តើមនុស្សបានហោះហើរជាលើកដំបូងដូចម្តេចកពួកគេបានបង្កើតប៉ោងធំដើម្បីហោះហើរលើអាកាសខពួកគេបានបង្កើតយន្តហោះលេខ3តើយន្តហោះនិងប៉ោងហោះលើអាកាសមានអ្វីដូចគ្នាកពួកវាទាំងពីរអាចហោះហើរដោយល្បឿនលឿនខពួកវាទាំងពីរអាចនៅលើអាកាសបានយូរលេខ4តើការហោះហើររបស់យន្តហោះភាគច្រើនដូចម្តេចកការដើរដោយល្បឿនលឿនខការហោះហើរដូចជាបក្សីលេខ5តើមនុស្សប្រើប្រាស់ស្លាបថ្មីសម្រាប់ធ្វើអ្វីកការហោះហើរដូចជាបក្សីនឹងផ្ដល់នូវភាពសប្បាយរីករាយខការទៅបានឆ្ងាយនិងមានល្បឿនលឿនណាស់ 1.
សូមអរគុណសម្រាប់ការមើលពីដើមរហូតដល់ចប់បើចង់រៀនបន្ថែមទៀតទី1សូមចុច link ភ្ជាប់ទៅ group Telegram ឬ scan QR 2តាម Zoom ដែលមានលេខ 56 27 7382 02 3សូមចុច link ភ្ជាប់ទៅមេរៀនជា PDF នៅក្នុង Google Drive បញ្ជាក់ដំណរដែលមានទាំងអស់នេះមាននៅខាងក្រោមវីដេអូទាំងអស់សូមអរគុណ